ពពុះសណ្តែកគឺជាប្រភេទហាមយ៉ាងដែលមានប្រភពមកពីប្រទេសចិនដែលចាស់ៗក៏ធ្វើហើយក៏បានធ្វើបន្តរហូតមកដល់សព្វថ្ងៃពពុះសណ្តែកជាផលិតផលអាហារដែលគេប្រើប្រាស់ច្រើនបំផុតហើយក៏អាចរកបានស្ទើរតែគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជាដោយមានតម្លៃទាបក្នុង1គីឡូក្រាមសប្តាហ៍ថ្ងៃនេះមនុស្សភាគច្រើនបានដឹងនិងបានស្គាល់ថាវាជាពពុះសណ្តែកប៉ុន្តែពួកគេមិនបានដឹងថាវាផលិតចេញពីអ្វីនិងមានដំណើរការក្នុងការផលិតអ្វីខ្លះនោះទេហើយនេះជាសិប្បកម្មផលិតពពុះសណ្តែកមួយកន្លែងនៅក្នុងខេត្តកំពង់ស្ពឺដែលបានក្លាយជាអាជីវកម្មលក្ខណៈគ្រួសារដែលអាចរកកម្រៃបានគួរសមដើម្បីផ្គត់ផ្គង់គ្រួសារការផលិតពពុះសណ្តែកត្រូវបានចាប់ផ្ដើមពីការហាលសណ្តែកសៀងឲ្យស្ងួតរួចយកសណ្តែកសៀងដែលហាលរួចនោះទៅដាក់ក្នុងម៉ាស៊ីនដើម្បីបំបែកយកតែគ្រាប់សណ្តែកសៀងតែប៉ុណ្ណោះបន្ទាប់មកយកគ្រាប់សណ្តែកសៀងដែលយើងកិនរួចនោះយកវាទៅត្រាំពីយប់រហូតដល់ព្រលឹមក្នុងរយៈពេលពី4ទៅ8ម៉ោងដើម្បីបន្ទន់សណ្តែកនិងធ្វើឲ្យសណ្តែករីកងាយក្នុងការកិនការកិននេះគឺជាការកិនដើម្បីបំបែកយកទឹកសណ្តែកចំណែកឯកាកសណ្តែកដែលបានមកពីការកិននោះគឺយកវាទៅពូតនិងច្រោះវាម្ដងទៀតដើម្បីឲ្យវាអស់ជាតិសណ្តែកនេះគឺជាសកម្មភាពបងដែលគាត់ធ្វើការនៅក្នុងសិប្បកម្មនោះគាត់បានយកធ្យូងដើម្បីទៅដាក់ក្នុងឡដុតចំពោះធ្យូងគាត់ប្រើធ្យូងតូចឬកម្ទេចធ្យូងព្រោះវាមានតម្លៃទាបហើយវាជួយកាត់បន្ថយក្នុងការចំណាយគាត់ក៏បានចែកចំនួនបរិមាណអុសនិងធ្យូងតាមឡដុតនីមួយៗឲ្យស្មើគ្នាដែលជាកត្តាធ្វើឲ្យមានភាពងាយស្រួលក្នុងការថែរក្សាភ្លើងកុំឲ្យមានសន្ទុះនៃការឆេះខ្លាំងធ្វើឲ្យវាមានសន្ទុះនៃការឆេះទៅតាមអ្វីដែលគេចង់បានព្រោះកាលណាដែលពេលភ្លើងឆេះខ្លាំងទៅវាអាចធ្វើឲ្យពុះខ្លាំងនាំឲ្យខូចពពុះសណ្តែកគេធ្វើការចាក់ទឹកសណ្តែកនិងរង់ចាំរហូតដល់ពេលដែលវាពុះលើកទី1គឺពួកគាត់ធ្វើការដងចេញនិងសម្អាតដោយសារតែការពុះលើកទី1វាមានកម្ទេចនិងធូលីដីពេលដែលយើងកិនគ្រាប់សណ្តែកហើយអ្វីដែលយើងកំពុងតែឃើញគាត់គប់ទៅចូលក្នុងឡនេះមិនមែនជាកន្ទោះទេប៉ុន្តែវាជាការសណ្តែកដែលសមមកពីការច្រោះគេយកវាទៅលាយជាមួយប្រេងព្រោះវាងាយស្រួលក្នុងការដុតនៅពេលដែលពុះបន្ទាប់ពួកគាត់បានមើលថែភ្លើងយ៉ាងយកចិត្តទុកដាក់ក្នុងរយៈពេលពី2ទៅ5នាទីនៅពេលដែលវាកកទៅជាស្បែកពួកគាត់ធ្វើការស្រង់
យកទុកក្នុងរោងក្នុងរយៈពេលពី6ទៅ7ម៉ោងរហូតដល់ស្ងួតទើបគាត់យកទៅហាលនៅខាងមុខផ្ទះ ហើយនេះជាការធ្វើបទសម្ភាសន៍ជាមួយនឹងលោកពូដែលជាម្ចាស់សិប្បកម្មផ្ទាល់អាជីវកម្មនេះលោកពូជាអាជីវកម្មដែលស្នងពីឪពុកម្ដាយរបស់លោកពូឬមួយក៏លោកពូបង្កើតដោយខ្លួនឯងដែរអានេះឆ្នងពីបងមក ហើយអាជីវកម្មនេះលោកពូបានបន្តមករយៈពេលប្រហែលឆ្នាំដែរខ្ញុំធ្វើអានេះ10ឆ្នាំហើយ10ឆ្នាំនេះឯង10ឆ្នាំ ចឹងតាក់ទងជាមួយទៅនឹងចំណូលហើយនឹងចំណាយជាប្រចាំខែលោកពូគិតថាចំណូលរបស់លោកពូមានសមាមាត្រជាមួយទៅនឹងការចំណាយរបស់ពូអត់កន្លងមកយើងចំណាយវាយើងអាចបានចំណូលខ្លះវាមិនអត់ទេបានខ្លះតែបានវាមិនជាច្រើនប្រហែលទេយើងលក្ខណៈគ្រួសារយើងវាបានតិចដែរទេសម្រាប់អាជីវកម្មមួយនេះតើលោកពូគិតថាម្ដុំខែចន្លោះខែប៉ុន្មានដែរដែលលោកពូប្រកបរបររៀងកាក់កបជាងគេដែរពូយើងលក់ដាច់នៅខែបុណ្យទានអញ្ចឹងដូចជាចាប់ពីខែ11ទៅរហូតដល់ខែ5អាហ្នឹងយើងលក់ដាច់ចាប់ពីខែ10ហ្នឹងទៅដល់ខែ5អាហ្នឹងយើងលក់ដាច់ចាប់ពីហ្នឹងពីខែ6ឡើងមកដល់ខែ7ខែ8មកយើងខ្សោយទៅហើយនៅកន្លងពេល10ឆ្នាំមកលោកពូគិតថាការប្រកបរបរអាជីវកម្មហ្នឹងលោកពូមានជួបការលំបាកអ្វីដែរខ្លះអត់ការជួបច្រើនពួកអានេះធ្វើតែមិនត្រូវខូចទោះយកតម្រាំដែលយើងធ្វើបានល្អទៅទោះរើសអ្នកជំនាញដែរបានធ្វើបានល្អអញ្ចឹងចំពោះទីផ្សារលោកពូគិតថាការលក់ពពុះសដែកហ្នឹងមានទីផ្សារធំទូលាយឬមួយក៏រៀងតូចចង្អៀតដែររៀងចង្អៀតតិចនៅឥឡូវឆ្នាំនេះកន្លងមកឆ្នាំមុនយើងលក់ល្អតែចូលក្នុងឆ្នាំនេះរៀងចង្អៀតខ្លាំងហ្មងការលក់ដូរវាយ៉ាប់មួយឆ្នាំនេះឯងហើយការលក់ដូរនេះពូអាចពូលក់ដូរទៅខាងណាដែរពូលក់យើងបោះឲ្យអ្នកផ្សារបោះទៅភ្នំពេញឡើងទៅភ្នំពេញលោកពូគិតថាការប្រកបរបរមួយនេះមានមនុស្សច្រើនប្រកបដែរឬមួយក៏អត់ដែរនៅក្នុងខេត្តនេះធ្វើតែ4រោងទេតែឥឡូវគេឈប់អស់3រោងនៅសល់តែរោងខ្ញុំតែមួយគត់ទេតែថ្ងៃនេះនៅតែរោងនៅតែមកអាជីវកម្មខ្ញុំតែមួយឯងកាលពីមុនមានដល់4អាជីវកម្ម4នាក់តែឥឡូវនេះគេឈប់អស់3ហើយនៅសល់ខ្ញុំម្នាក់ឯងឯងចាប់ដើមចេញពីកូវីដមកលោកពូគិតថាអាជីវកម្មរបស់លោកពូនឹងមានការរៀងរអាក់រអួលឬក៏ការឡើងជាងមុនដែរពូចេញពីកូវីដភ្លាមយើងអត់បញ្ហាទេឡើងធម្មតាតែចូលឆ្នាំ2023ហ្នឹងបានយើងធ្លាក់ក្នុង2023នេះគឺធ្លាក់ខ្លាំងធ្លាក់រហូតបាត់អស់មួយចំហៀងណាខ្ញុំដំបូងខ្ញុំធ្វើដល់60ផ្ទះធ្លាក់មកធ្វើត្រឹម30ផ្ទះទេវាធ្លាក់ច្រើនធ្លាក់មិនដឹងថាវាមូលហេតុអីទេមួយឆ្នាំហ្នឹងប៉ុន្តែដូចជាទៅមុខទេដូចអត់អីទេដូចសង្ឃឹមទៅមុខទៀតអត់មានបញ្ហាមែនទេចឹងជាចុងបញ្ចប់លោកពូគិតថាអាជីវកម្មនេះគឺជាអាជីវកម្មល្អដែលសម្រាប់ឲ្យកូនរបស់លោកពូបន្តទៀតឬមួយក៏យ៉ាងដូចម្ដេចដែរពូអាជីវកម្មនេះខ្ញុំអាចឲ្យកូនតទៀតបានវាអាចនឹងតទៅកូនទៅមុខទៀតព្រោះយើងធ្វើតែហ្នឹងដូចវាជោគជ័យច្រើនដែរកន្លងមកនេះវាជោគជ័យ